Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករំលឹកក្បាច់ចាស់តិចមើលជំរាបសួរប្រុសស្អាតទាំងអស់គ្នាឲ្យតែអ្នកទាំងអស់គ្នាមើលវីដេអូតូចជាដឹងស្អាតតែម្ដងហើយខុសប្លែកជាងមុន180ដឺក្រេអ្នកមុខឲ្យក្រក់កាន់តែស្អាតហើយអ្នកស្អាតកាន់តែស្អាតលើសដើរគុំតបាយយូរពេកចូលសាច់រឿងរបស់យើងតែម្ដងទៅនៅកន្លែងមនុស្សក្រៅភពម្នាក់ស្រីនេះបាននិយាយទៅកាន់កាពីតារបស់គេថាអាសនៈរបស់យើងត្រូវបានកំទេចយ៉ាងលឿនតែម្ដងលើបែបនឹងវាបាននិយាយថាបរមម្នាក់នោះទៀតហើយអាសនៈដែលយើងបានបង្កើតវាផ្លាស់ប្ដូរទៅជាអាសនៈ teleport ទៅវិញលើបែបនឹងវាមានការងើឆ្ងល់ជាខ្លាំងវាបានងើពីការអង្គុយរបស់វាហើយវាបានប្រាប់ម្នាក់ស្រីនឹងថាឲ្យទៅប្រាប់អាកំពូលល្មោបស៊ីឲ្យវាទៅកន្លែងតំបន់បូព៌ាមួយហ្នឹងនៅទោះខ្ចៅវិញយើងបានឃើញអ្នកប្រមាញ់ទាំងអស់នោះកំពុងតែធ្វើការដកថយយ៉ាងលឿនតែម្ដងរួមទាំងបរោពីនេះផងដែរបរោម្នាក់មានការងើឆ្ងល់ព្រោះអីគេបានឃើញកែលេចឡើងនៅក្រាមុខរបស់គេតែម្ដងយើងបានឃើញក្រុមខេខេរបស់យើងធ្វើដំណើរមកដល់ទោះខ្ចៅផងដែរដែលពួកគេមានអាការៈដូចជាពូឡានអញ្ចឹងហើយពួកគេបាននិយាយថាពិភពលោកនេះពងតែវល់ហើយនេះហាន់ឌីសុងបានចេញមកក្រោយគេហើយក៏បាននិយាយថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាទន់ខ្សោយបែបនេះអ្នកប្រមាញ់ម្នាក់នឹងបានមើលទៅកាន់ហាន់ឌីសុងហើយនិយាយថាពេលនេះគេមានសង្ឃឹមហើយការលើត្រចៀករបស់គេក៏បានផ្ដល់ដំណឹងទៅកាន់គេផងដែរថាគឺជាអ្នកប្រមាញ់ដែលមកពីក្រុមខេហាន់ធីងគេបានបើក portal មកដើម្បីជួយពួកយើងលើបែបហ្នឹងនាងបានស្ទុះទៅយ៉ាងលឿនតែម្ដងហើយប្រាប់ហាន់ឌីសុងថាឲ្យសុំជួយ leader របស់គេផងហាន់ឌីសុងបាននិយាយថាតើនាងកំពុងតែនិយាយអ្វីដោយសារតែនាងបាននិយាយជាភាសាជប៉ុនហាន់ឌីសុងរបស់យើងស្ដាប់មិនបាននោះទេប៉ុន្តែមានសេងយានក៏អាចនិយាយភាសាជប៉ុនបានផងដែរប្រាប់ហាន់ឌីសុងថានាងបានសុំឲ្យហាន់ឌីសុងទៅជួយ leader របស់នាងលើបែបហ្នឹងហាន់ឌីសុងបានស្ទុះបាត់ភ្លាមតែម្ដងបន្តមកសេងយានបានប្រាប់ទៅកាន់នេរីអ្នកប្រមាញ់ម្នាក់ហ្នឹងថាអ្នកសំណាងហើយហាន់ឌីសុងមានកម្លាំងខ្លាំងដោយមិនគួរឲ្យជឿលើបែបហ្នឹងអ្នកប្រមាញ់ម្នាក់នោះបានត្រឹមតែធ្វើការថ្លែងអំណរគុណតែប៉ុណ្ណោះនៅកន្លែងកាពីតែរបស់គេយើងបានឃើញអ្នកប្រមាញ់ត្រូវបានចោខំសម្លាប់ផងដែរចំណែកឯកាពីតែក៏បាននិយាយថាមើលទៅជីវិតរបស់គាត់ចាប់ថ្ងៃនេះមែនតែនហើយពួកអាបិសាចោនោះក៏បានដើរទៅកាពីតែផងដែរឃើញបែបហ្នឹងក៏ត្រឹមតែបិទភ្នែកព្រោះអីក៏មិនអាចធ្វើអីពួកអាបិសានោះបានទេក៏បិទភ្នែកចំពេលដែលហាន់ឌីសុងរបស់យើងមកតែម្ដងបានធ្វើការកាប់សម្លាប់បិសាចោនោះហើយងាប់អស់ដូចជារយអញ្ចឹងកាពីតែគាត់មានការងើឆ្ងល់ជាខ្លាំងថាហាន់ឌីសុងហើយបានជាគាត់មកដល់ទីនេះហាន់ឌីសុងបានសួរកាពីតែម្នាក់ថាតើគេអាចដើរបានដែរឬទេប៉ុន្តែគាត់មិនអាចទេព្រោះអី Translate AI របស់គាត់បកប្រែនោះគឺបានខ្ទេចបាត់ទៅហើយបន្ទាប់មកក៏បានស្រែកប្រាប់ហាន់ឌីសុងថានៅពីក្រោយគាត់ប៉ុន្តែគាត់និយាយភាសាជប៉ុនហាន់ឌីសុងស្ដាប់មិនបាននោះទេប៉ុន្តែហាន់ឌីសុងវិញ្ញាណរបស់គាត់ក៏បានក្រឡេកទៅមើលក្រៅហើយក៏បានឃើញរករងមួយហោះសម្ដៅមករកគាត់តែម្ដងធ្វើឲ្យកន្លែងនោះផ្ទុះលុះសន្លប់ផាំងប៉ុន្តែគ្មានបញ្ហាអ្វីនោះទេនេះទាំងពីរអាចគេបានយ៉ាងងាយស្រួលតែម្ដងយើងក៏បានឃើញអាឡូបស៊ីបានធ្វើដំណើរមកដល់កន្លែងមួយនោះផងដែររួមទាំងវាបានបង្វិលខ្លួនដើម្បីបើកការវិភាគទៅកាន់ហាន់ឌីសុងប៉ុន្តែគាត់បានយកជើងទាត់អាបាល់មូនឹងហោះទៅវិញតែម្ដងអាឡូបស៊ីនឹងក៏បានមកសភាពដើមរបស់វាវិញហាន់ឌីសុងបាននិយាយថាវាមកពីក្រៅភពមួយទៀតហើយគាត់បានប្រើកម្លាំងជើងរបស់គាត់ស្ទុះឡើងទៅលើហើយអាឡូបស៊ីមួយនឹងក៏បានប្រើកម្លាំងដៃរបស់គេផងដែរអ្នកទាំងពីរបានប៉ះទង្គិចគ្នាធ្វើឲ្យមានការបន្ទូជាខ្លាំងតែម្ដងចំណែកអ្នកដែលមិនដឹងអីវិញគ្រាន់តែចំហាយបន្ទូរបស់អ្នកទាំងពីរនឹងធ្វើឲ្យគេខ្ទាតចិត្ត80ម៉ែត្របាត់ទៅហើយយើងមកឃើញអ្នកទាំងពីរសម្លឹងមើលមុខគ្នាតែម្ដងហាន់ឌីសុងបានគិតថាហេតុអ្វីបានជាជ្រូកកន្ធាត់មួយនេះវាមានកម្លាំងខ្លាំងបែបនេះចំណែកអាឡូបស៊ីវាបាននិយាយថាស៊ីតែប៉ុណ្ណោះវាបានហាមាត់របស់វាយ៉ាងប៉ុណ្ណានេះតែម្ដងដើម្បីលាទៅហាន់ឌីសុងរបស់យើងក៏បានប្រើស្គេបញ្ជូនវាទៅកាន់ឋាននរកផងដែរប៉ុន្តែស្គេរបស់គាត់មិនមានប្រសិទ្ធភាពនោះទេព្រោះអីຂະຫນາດរបស់អាបិសាយមួយនោះធំខ្លាំងពេកមិនអាចដាក់ចូលបានខេងបែបហ្នឹងក៏មានការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែយើងបានឃើញអាបិសាយមួយនោះបានប្រើមាត់របស់គេលេទៅបាក់ហាន់ឌីសុងរបស់យើងចូលក្នុងពោះរបស់វាបាត់ទៅហើយខេងបែបហ្នឹងកាយវិតែម្នាក់នោះមិនដឹងថាធ្វើអ្វីចេញនោះទេព្រោះគាត់មានរបួសជាប់ខ្លួនផងហាន់ឌីសុងក៏បានធ្វើការវាបហាពីក្នុងពោះរបស់វាផងដែរវាក៏បានផ្ទុះភ្លើងចេញពីមាត់របស់វាដែលសារតែហាន់ឌីសុងបានប្រើភ្លើងក្នុងពោះរបស់វាហ្នឹងហើយអ្នកប្រមាញ់ស្រីម្នាក់នេះក៏បានរស់មកហើយស្រែកហៅ leader របស់គេយកតែម្ដង leader របស់គេក៏បាននៅពីក្រោយគេហើយនិយាយថាខ្ញុំនៅក្រោយឯណែភ្លេចខ្លួនត្រឹមតែមួយផ្លែសយើងបានឃើញការពិតែម្នាក់នោះបានអីផឹកបាត់ទៅហើយសៀងយានមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីដឹងថាបិសាចមួយនោះបានលេបហាន់ឌីសុងចូលក្នុងពោះពួកគេបាននិយាយគ្នារៀងយូរបន្តិចហើយដោយសារពួកគេមួយនិយាយអង់គ្លេសមួយទៀតនិយាយជប៉ុនអញ្ចឹងណាតែខ្ញុំសង្ខេបខ្លីៗទៅដោយសារថាបិសាចនោះបានលេបហាន់ឌីសុងហើយវាបានមកខ្លួនតែម្ដងនេះជាការពិភាក្សារបស់ពួកគេនៅដាកសាយវិញយើងបានឃើញ Iceland បានសួរទៅការបងប្រុសរបស់គេថាតើហេតុអ្វីបានជាអ្នកមិនភ្ញាក់ផ្អើលក៏បានតបថាគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេទោះបីមានស្នូកម្រិតអេសបានលេចឡើងក៏ដោយនេះមានន័យថាទោះបីហាន់ឌីសុងខ្លាំងម៉ែខ្លាំងតាខ្លាំងក៏ដោយក៏ហាន់ឌីសុងមិនអាចបញ្ឈប់ពួកគេបានដែរ Iceland បានងើបរៀមនឹងដើរចេញហើយបាននិយាយថាខ្ញុំបានប្រមានអ្នករួចហើយយើងមិនដឹងថា Iceland ប្រមានបងប្រុសគេរឿងអ្វីនោះទេបងប្រុសរបស់គេបានតបថាមិនបាច់ភ័យនោះទេផែនការនឹងត្រូវបានដំណើរការនៅទូកចូល
ពួកគេបានវិភាគគ្នាយ៉ាងច្រើនតែម្ដងហើយសៀងយានបានសម្រេចចិត្តដកតុក្កតារបស់គេចេញមកដោយសារតែវាផលិតមកចេញពីរោមរបស់ហាន់ឌីសុងតុក្កតាចេញមកលយតែម្ដងណាហើយសៀងយានបានសួរថាតើមានចំហាយពីហាន់ឌីសុងអីចឹងអត់ណាហើយពួកគេបានបន្តនិយាយគ្នាជាច្រើនទៀតតែខ្ញុំសូមមិនរកនោះទេហើយតុក្កតាមួយនោះបានទទួលចំហាយនៃការខឹងរបស់ហាន់ឌីសុងហើយវាបាននិយាយថាវានៅទីនៅភ្នំហ្វូជីយើងបានឃើញកំទេនៃភ្នំក៏បានត្រូវបានបំផ្លាញខ្លះផងដែរណាយើងបានឃើញប្រហោងប៉ុណ្ណានៅចំកណ្ដាលនៃភ្នំហ្វូជីនោះតែម្ដងយើងបានឃើញតុក្កតាមួយនាំអ្នកទាំង4មកដល់ទីនេះហើយនិយាយថាខ្ញុំក៏បានទទួលចំហាយខឹងពីបាតរបស់ខ្ញុំនៅក្នុងប្រហោងខ្មៅមួយនេះបន្ទាប់មកវាក៏បានលោតចោលតែម្ដងបន្ទាប់មកអ្នកទាំងពីរបាននិយាយថានៅក្នុងប្រហោងខ្មៅនោះខ្ញុំមើលមិនឃើញអ្វីផងតែអ្នកជឿវាទេកាលពីតែក៏បានឆ្ងល់ថាចុះតើមានចំណុចកណ្ដាលប្រហោងនៃភ្នំហ្វូជីនេះតាំងពីពេលណាមកឈោយន្តបាននិយាយថាខ្ញុំផ្ដល់ដំណឹងទៅអ្នកខាងក្រៅយើងក៏បានឃើញផ្សែងមិញឡើងលើមេឃដែលក្រោកកំភ្លើងរបស់ឈោយន្តអ្នកទាំង3ក៏បានឃើញវាផងដែរនៅក្នុងពោះអានម៉ូបស៊ីមួយនោះយើងបានឃើញហាន់ឌីសុងប្រាស៊ីជាច្រើនប៉ុន្តែវាមិនមានប្រសិទ្ធភាពនោះទេព្រោះអីមាឌរបស់វាធំខ្លាំងពេកយើងក៏បានឃើញអ្វីធ្លាក់ចេញមកក្នុងពោះរបស់វាដែលវាដូចជាទឹកអាស៊ីតចឹងប៉ះរលួយតែម្ដងហាន់ឌីសុងបាននិយាយថាវាមកម្ដងទៀតហើយបន្ទាប់មកហាន់ឌីសុងក៏បានប្រើស្គីមួយដែលមានឈ្មោះថាម៉ាណាដោះលែងតែម្ដងដែលធ្វើឲ្យក្នុងពោះរបស់វាមានការចាញ់ចង់ជាខ្លាំងលឺសូរដុងតែម្ដងប៉ុន្តែវានៅតែអត់មានប្រសិទ្ធភាពជាមួយបិសាចម៉ូបស៊ីមួយនោះព្រោះអីវាបានតាំងសមាធិស្ដាររាងកាយរបស់វាឡើងមកវិញផងដែរតុក្កតាមួយនោះបានមកដល់ក្រៅហើយនេះថាខ្ញុំបានស្វែងរកអ្នកឃើញហើយជ្រូកកាន់ធាត់មានទាំងពីរបានឃើញវាហើយមើលងាយបិសាចមួយនឹងតែម្ដងហើយសិតតែប្រពោះគ្នាមួយណាចូលឲ្យមុនទៀតបាទពិតជាមិនធម្មតានោះទេប៉ុន្តែតុក្កតានោះបានស្ទូទៅវាបហាគេមុនគេតែម្ដងបាទតុក្កតាបានវាបហាទៅកាន់វាជាច្រើនប៉ុន្តែម៉ូបស៊ីមួយនោះមានបញ្ហានោះទេយើងបានឃើញដងសោបានស្ទូវាបហាវាមួយដែររួមទាំងចាតុក្កតានោះចេញផងដែរបន្ទាប់មកសែងក៏បានប្រើដៃរបស់គេបើការវាបហាទៅកាន់ម៉ូបស៊ីមួយនោះប៉ុន្តែវានៅតែពុំមានប្រសិទ្ធភាពដែរដងសោបាននិយាយថារាងកាយរបស់វាតាន់ដូចជាដៃមិនអញ្ចឹងយើងមិនអាចវាបហាវាបាននោះទេតែការវាបហារបស់អ្នកទាំងពីរច្រើនពេកធ្វើឲ្យបិសាចនោះខំវាបានងើបហើយប្រើភ្លើងរបស់វាចេញមកពីមាត់តែម្ដងបាទអ្នកទាំងពីរអ្នកទាំង3បានគេចពីភ្លើងរបស់វាពិតជាហត់ដែរហ្នឹងជាមួយនឹងសែងបានប្រើអាសារ៉ាស្គីរបស់គេវាបហាទៅកាន់បិសាចម៉ូបស៊ីមួយនោះយើងក៏បានឃើញវាហាមាត់ផងដែរដែលធ្វើឲ្យសែងមានការភ្ញាក់ផ្អើលជាខ្លាំងផ្សាយរឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ផងដែរចង់ប្រាប់អ្នកទាំងអស់គ្នាថារឿងផ្សាយយើងអត់សូវបានធ្វើនោះទេព្រោះអីខ្ញុំកំពុងតែបោកធ្វើរឿងនេះដល់ចប់អញ្ចឹងណាមានតែប៉ុណ្្នឹងទេបានទេហើយមួយណាស្អកកឬសលេងមិនសូវទេដោយសារស្អកកបានប៉ុណ្ណាបាយ